អូព្រះអើយខ្ញុំបានធ្វើអ្វីទៅនេះខ្ញុំស្រវឹងច្រឡំបន្ទប់ទៅបានតិចជាមួយបុរសម្នាក់ម៉េចក៏មានស្នាមច្រើនម្លេះស្អែកខ្ញុំទៅធ្វើការយ៉ាងម៉េចទៅអូយឈឺណាស់ម៉េចក៏ឈឺខ្លាំងម្លេះមិនដឹងឆ្លងរោគអីពីម៉ូដលប្រុសនោះទេដឹងគេសង្ហារំលឹងប្រកាសជាធ្លាប់ដេកជាមួយមីងអ្នកមានច្រើនហើយទើបតែរៀនចប់សោះមិនទាន់ផុតការសាក់លបងផងបើឆ្លងរោគអីដោយសារតែរួមភេទមួយយប់ជីវិតខ្ញុំចប់ហើយអត់ទេខ្ញុំត្រូវតែទៅពិនិត្យមើលលោកគ្រូពេទ្យអ្នកមកទីនេះដោយរបៀបណាអ្នកមិនស្គាល់មិនស្គាល់ខ្ញុំទេខ្ញុំបានណាត់ជួបជាមួយលោកគ្រូពេទ្យជាងខ្ញុំប្រហែលជាច្រឡំបន្ទប់ហើយអ្នកមិនបានច្រឡំទេលោកវិជ្ជបណ្ឌិតចាងមានរឿងបន្ទាន់ត្រូវចេញទៅក្រៅខ្ញុំមកមើលថែជំនួសគាត់មួយរយៈឯងជាពេទ្យមិនបានទេណាសើចធ្វើអីនឹងកុំខ្លាចគាត់មើលមិនស្គាល់ឯងទេលីនយានមិនស្រួលត្រង់ណាជើងខ្ញុំទាំងសងខាងឈឺបន្តិចត្រង់កន្លែងហ្នឹងរៀបការហើយឬនៅមានសង្សារទេចូលទៅខាងក្នុងដោះខោចេញខ្ញុំពិនិត្យមើលម្ដងទៀតខ្ញុំមិនមើលទេកញ្ញាលីនកុំខ្លាចពេទ្យអីខ្ញុំត្រូវដោះខោមែនទេបើមិនដោះខោខ្ញុំពិនិត្យយ៉ាងម៉េចពិតជាទន្សាយល្ងងមែនបន្ធូរអារម្មណ៍ទៅលោកគ្រូពេទ្យរួចហើយឬនៅអូខេក្រោកឡើងខាងក្រោមហើមបន្តិចហើយខ្ញុំនឹងចេញថ្នាំបន្ថយការរលាកឲ្យអ្នកចាំទុកមួយសប្តាហ៍នេះកុំរួមភេទទៀតឲ្យសោះមិនមែនមកពីឯងទេនឹងប្រុសឆ្កែភ្លេចមុខភ្លាមយល់ទេអូយល់ហើយអាមួយនេះអ្នកណាឲ្យឯងមើលអ្នកជំងឺរបស់ខ្ញុំពេលដែលខ្ញុំអត់នៅក្មួយស្រីសូមទោសផងគាត់ជាកូនប្រុសខ្ញុំមិញនេះខ្ញុំមានរយៈចេញទៅក្រៅបន្តិចឲ្យគាត់ចាំនៅទីនេះនឹកស្មានមិនដល់ថាបែរជាមកពិនិត្យជំងឺឲ្យអ្នកទៅវិញខ្ញុំសុំមើលរបាយការណ៍ពិនិត្យរបស់គាត់ស្គាល់ខ្ញុំយូរហើយគាត់ធ្វើដោយចេតនាពេលខឹងមើលទៅគួរឲ្យស្រឡាញ់ទៀតមនុស្សតិរិច្ឆានអីចេះទោះស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយមិនគួរធ្វើបែបនេះទេការសបាយហួសហេតុពេកហើយស្ដាប់មីងទៅមិត្តប្រុសបែបក្មួយឯងនេះគិតតែពីសបាយខ្លួនឯងមិនចេះអាណិតស្រីបន្តិចសោះអាឆ្កែមួយក្បាលនេះបែកឲ្យលឿនទៅធ្វើបាបក្មេងស្រីម្នាក់ឲ្យទៅជាបែបនេះទៅបានអាហោបើជាកូនស្រីខ្ញុំវិញខ្ញុំកាប់ប្រដាប់ភេទវាចោលតែម្ដងម៉ាក់